បាទពេលនេះខ្ញុំសូមជម្រាបជូនអំពីចំណុចចុងក្រោយនៃការបង្កើតផែនការយុទ្ធសាស្ត្រគឺយើងឈានចូលដល់ការអនុវត្តយុទ្ធសាស្ត្រដែលជាផ្នែកទី3ខ្ញុំសូមជម្រាបរំលឹកបន្តិចទី1យើងនិយាយអំពីការវិភាគយុទ្ធសាស្ត្រទី2យើងនិយាយអំពីការបង្កើតយុទ្ធសាស្ត្រនិងទី3គឺនិយាយអំពីការអនុវត្តយុទ្ធសាស្ត្របាទអញ្ចឹងគ្រប់កាលណាយើងនិយាយអំពីយុទ្ធសាស្ត្រគឺយើងត្រូវតែផ្សារភ្ជាប់វាទៅនឹងការអនុវត្តយុទ្ធសាស្ត្របើសិនជាយើងបង្កើតយុទ្ធសាស្ត្រហើយយើងមិនមានគំនិតយើងមិនមានការចែកអំពីការអនុវត្តនោះទេក៏វាគ្មានន័យដែរបាទដូចជានៅក្នុងរឿងបាទនៅក្នុងរឿងហៅរឿងចិនដែលច្រើនតែនិយាយនៅពេលគេកំណត់យុទ្ធសាស្ត្រហើយគេចេញការអនុវត្តតែម្ដងគេកំណត់ថាអ្នកណាអ្នកទទួលខុសត្រូវទៅលើសមរភូមិនោះអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការប្រយុទ្ធនៅក្នុងទិសដៅនីមួយៗអ្នកកងទ័ពប្រមាណដែលត្រូវទៅតាមមេទ័ពនីមួយៗតើគេត្រូវដឹកជញ្ជូនស្បៀងដោយរបៀបណាអ្នកទទួលខុសត្រូវនៅក្នុងការប្រមូលគៀងគរធនធានគ្រឿងសព្វាវុធដើម្បីយកទៅប្រយុទ្ធជាមួយសត្រូវបាទអានឹងហើយគេហៅថាការស្ដែងចេញនៅការអនុវត្តហើយគេកំណត់ជាក់លាក់ណាស់បាទកំណត់តាំងពីពេលវេលាបាទយាមទីប្រមាណកំណត់តាំងពីពេលដែលត្រូវដើរបាទពេលត្រូវចាប់ផ្ដើមប្រយុទ្ធបាទអញ្ចឹងគេកំណត់ពេលវេលាជាក់លាក់និងការទទួលខុសត្រូវជាក់លាក់និងការងារដ៏ជាក់លាក់ហើយកំណត់ទៅដល់គោលបំណងដែលគេចង់បានដោយជាក់លាក់បំផុតបាទអញ្ចឹងយើងនិយាយមកក្នុងផ្នែកដែលយើងនិយាយអំពីការអនុវត្តផែនការយុទ្ធសាស្ត្ររបស់យើងនេះវិញបាទអញ្ចឹងការអនុវត្តនៃផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់យើងក៏មិនជាខុសគ្នាដែរគឺយើងត្រូវតែគិតទៅដល់ការអនុវត្តហើយការអនុវត្តផ្នែកនេះបាទចំណុចនេះសំខាន់ណាស់បាទដូច្នេះគឺយើងត្រូវកំណត់ថាតើកិច្ចការណាដែលយើងត្រូវធ្វើបាទថាកំណត់កិច្ចការសំខាន់ទាំងអស់នៅក្នុងយុទ្ធសាស្ត្ររបស់យើងបន្ទាប់មកយើងកំណត់ថាតើអ្នកណាគេខ្លះទទួលខុសត្រូវនៅក្នុងការងារនីមួយៗដែលយើងបានកំណត់ហ្នឹងម្នាក់ពីរនាក់ឬអ្នកណាផ្សេងដទៃទៀតបន្ទាប់មកយើងគិតទៅលើពេលវេលាដែលយើងចាប់ផ្ដើមតើចាប់ផ្ដើមកិច្ចការនេះពេលណាចប់នៅពេលណាពីព្រោះថាកិច្ចការទាំងអស់ត្រូវតែគេហៅថាមានភាពស៊ីគ្នាទៅដោយរលូនបើមិនអញ្ចឹងទេកិច្ចការខ្លះមិនទាន់ចប់ផងកិច្ចការផ្សេងចាប់ផ្ដើមតើមានអ្វីមានគេហៅមានលទ្ធផលអ្វីដើម្បីយកមកអនុវត្តនៅកិច្ចការបន្តដូច្នេះហើយបានថាកិច្ចការនីមួយៗត្រូវតែស៊ីគ្នាគេកំណត់អញ្ចឹងហើយគេត្រូវតែកំណត់អំពីគោលដៅដែលគេចង់បានអំពីកិច្ចការនីមួយៗដោយជាក់លាក់បាទដូច្នេះគឺមានភាពជាក់លាក់ណាស់នៅក្នុងផែនការសកម្មភាពនៃយុទ្ធសាស្ត្ររបស់យើងបាទអញ្ចឹងនៅក្នុងផ្នែកនេះគឺយើងត្រូវតែមើលទៅលម្អិតបាទនៃនៅក្នុងការអនុវត្តពីព្រោះថាបើសិនជាទោះបីក្នុងករណីដែលយើងបាទយើងបង្កើតយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយបើសិនជាយើងមិនអាចអនុវត្តបានដោយរលូននោះទេឬក៏យើងមិនអាចកំណត់ពេលវេលានៅក្នុងការអនុវត្តឲ្យបានត្រឹមត្រូវនោះទេយើងមិនអាចកំណត់មនុស្សឲ្យទទួលខុសត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នោះបានទេគឺយើងមិនអាចបានជោគជ័យទេបាទកុំស្រមើស្រមៃរហូតដល់ថាបានជោគជ័យដល់កម្រិតណានោះបាទពីព្រោះថាការអនុវត្តនេះសំខាន់ណាស់ការអនុវត្តត្រូវតែមានវិន័យណាស់បាទបើយើងបង្កើតយុទ្ធសាស្ត្រហើយយើងមិនបានអនុវត្តឬអនុវត្តមិនបានត្រឹមត្រូវមិនមានវិន័យនោះទេគឺវាដូចជាគ្រាន់តែយុទ្ធសាស្ត្រគ្រាន់តែជាការស្រមើស្រមៃការរវើរវាយប៉ុណ្ណោះបាទអញ្ចឹងផែនការអនុវត្តយុទ្ធសាស្ត្រត្រូវតែមានភាពជាក់លាក់អញ្ចឹងលោកអ្នកបានឃើញហើយលំហូរជាលក្ខណៈ logic បាទបន្តវិភាគយុទ្ធសាស្ត្របង្កើតយុទ្ធសាស្ត្រនិងអនុវត្តយុទ្ធសាស្ត្របាទដូច្នេះហើយគឺនៅក្នុងការបង្កើតផែនការយុទ្ធសាស្ត្រអាជីវកម្មនេះបាទគឺយើងមើលទៅលើ3ចំណុចហ្នឹងបាទគ្រប់ទាំងអស់ទាំង14ចំណុចដែលខ្ញុំបានជម្រាបជូនហ្នឹងតាំងផ្នែកវិភាគយុទ្ធសាស្ត្រគឺយើងមាន7ចំណុចហើយនៅក្នុងការបង្កើតយុទ្ធសាស្ត្រយើងមានចំនួន6ចំណុចបាទហើយនឹងផ្នែកចុងក្រោយអនុវត្តយុទ្ធសាស្ត្រយើងមាន1ចំណុចបាទ1ចំណុចធំបាទ
អញ្ចឹងទាំងអស់នេះបាទទាំងផ្នែកទី1ទី2និងផ្នែកទី3នេះគឺត្រូវតែមានភាពស៊ីគ្នាយើងត្រូវតែមានគេហៅថាភាពច្បាស់លាស់អញ្ចឹងលោកអ្នកអាចមើលវីដេអូឃ្លីបតាំងពីដើមរហូតមកដល់ទីបញ្ចប់នេះហើយបើមានឆ្ងល់ទាំងណាគឺអាចតាក់ទងខ្ញុំនៅតាមបណ្ដាញសង្គមឬក៏អាចកំសរសេរនៅការអត្ថាធិប្បាយឬក៏សំណួរនៅក្នុងទំព័ររបស់ DG Academy បាទឬក៏របស់ខ្ញុំបាទផ្ទាល់ដើម្បីសាកសួរនៅចំណុចដែលមិនមានភាពច្បាស់លាស់ឬក៏មានចំណុចក្នុងការរិះគន់កែលម្អឲ្យកាន់តែប្រសើរឡើងហើយនៅក្នុងផែនការយុទ្ធសាស្ត្រអាជីវកម្មនេះគឺខ្ញុំមិនបាននិយាយឲ្យលម្អិតច្បាស់ខ្លាំងនោះទេបាទគឺដោយសារពេលវេលារបស់យើងដើម្បីយើងរៀបចំដើម្បីឲ្យមានបាទគ្រាន់តែជាគេហៅថាផ្នែកសំខាន់ដើម្បីយកទៅគិតដើម្បីយកទៅប្រើប្រាស់នៅក្នុងកម្រិតមួយហើយដើម្បីអាចអនុវត្តបានគឺត្រូវការត្រេះរិះត្រូវការគិតអាស្រ័យទៅលើអាជីវកម្មរបស់លោកអ្នកទាំងអស់ពីព្រោះថាការពិភាក្សាការបង្ហាញមួយមិនអាចត្រូវនឹងគ្រប់ចំណុចទាំងអស់គ្រប់អាជីវកម្មទាំងអស់បាននោះទេបាទអញ្ចឹងគឺត្រូវការសាកសួរដេញដោលដោយខ្ញុំតែងជម្រាបជូនពីមុនមកអញ្ចឹងគឺថាដើម្បីយើងគិតរកគំនិតយុទ្ធសាស្ត្រដើម្បីយើងវិភាគបានគឺចាំបាច់ត្រូវតែមានគេហៅថាទេពកោសល្យក្នុងការសាកសួរនៅក្នុងការស្វែងរកចម្លើយដើម្បីដោះស្រាយបញ្ហាដោះស្រាយឧបសគ្គដែលយើងមានឬដើម្បីគិតទៅដល់យុទ្ធសាស្ត្រដើម្បីយើងយកឈ្នះនៅក្នុងទីផ្សារដែលយើងបានកំណត់នោះបាទខ្ញុំបាទសូមអរគុណចំពោះការតាមដានទស្សនារបស់បងប្អូនលោកអ្នកទាំងអស់នៅក្នុងកម្មវិធីរបស់យើង